ជីវិតជាយុវវ័យនេះគឺការសិក្សាជារឿងដែលសំខាន់ណាស់ហើយកុំរំពឹងឲ្យសង្គមឲ្យពិភពលោកនឹងមកសំណោះអាណិតយើងនឹងច្រើនពេកអត់មានទេត្រូវមានចិត្តរឹងមាំកសាងបើខ្លួនខ្វះខាតកលែងតាណាត្រូវដកខាត់ត្រូវអភិវឌ្ឍចំណេះដឹងគឺចំណេះដឹងនេះអាចជួយឲ្យយើងមើលឃើញសង្គមនេះវាច្បាស់កណាវាដូចជាគេជាបញ្ញាភ្នែកមួយប្រកបដោយបញ្ញាអញ្ចឹងបញ្ញាចក្ខុក្នុងន័យធម្មតាទេមិនមែនក្នុងន័យធម៌ទេកណាទេមើលឃើញថាអ្វីដែលវាកើតឡើងហើយវាជាគុណតម្លៃមួយដែលអាចធ្វើឲ្យយើងនឹងដឹកនាំជីវិតនឹងប្រកបដោយផ្លូវត្រូវដែររឿងដែលគួរតែជៀសវាងគឺកុំរំពឹងអ្នកដទៃមានន័យថាម៉េចមានន័យថាកុំឲ្យមានរឿងអីបន្តិចយើងគិតទៅពីរស់សូមឲ្យគេជួយសូមឲ្យអត់មានទេជាយុវវ័យលោកត្រូវកសាងឲ្យម៉មហើយអប់រំកាយនឹងឲ្យល្អដោយទីណាល្អមានវន្តនកិច្ចចេះគោរពចេះអោនលំទោនក្នុងពាក្យខ្មែរនេះមិនមែនអោនឲ្យគេជន់ទេកណាទេកណាសកុតសង្គមភាពសកុតសង្គមសេចក្តីថ្លៃថ្នូររបស់មនុស្សកណាអញ្ចឹងណាគេនិយាយពង្រៀនវិចាពោលពាក្យពីរស់មានប្រយោជន៍កណាมันពាក្យណាដែលវាមិនកប់បីមកអីបើសិនជាចង់ពោលទៅសង្គមក៏ពោលឲ្យពីរស់ដែរកណាវាអាចថាគេនឹងស្ដាប់ខ្លះអត់ស្ដាប់ខ្លះប៉ុន្តែការពោលពាក្យដោយពីរស់ពិសាទៅកាន់សង្គមវាមិនបង្កាត់នៅភ្លើងឲ្យឆេះនៅការគំនុំគុំគួនអន់ចិត្តអីថែមទៀតណាព្រោះចិត្តមួយទៀតក៏ត្រូវតែរឹងមាំដែរព្រោះអត់ពីចាស់ទៅគឺពួកយើងនឹងហើយជាអ្នកត្រួតត្រងជាតិត្រួតត្រងសង្គមកណាសិនជាចិត្តរបស់យើងអត់មាំទេអត់នេះទេមានន័យថាយើងនឹងខ្លាយទៅជាអ្នកជាពលរដ្ឋដែលមិនមានភាពរឹងមាំ